ពេលដែលខ្ញុំនៅក្មេងខ្ញុំគិតថាអូខេលុយវាអត់សូវជាសំខាន់បានទេធ្វើម៉េចមានត្រឹម1 រស់តែដល់ពេលដែលខ្ញុំចាស់ទៅខ្ញុំគិតថាការគិតបែបហ្នឹងគឺវាលែងមានប្រសិទ្ធភាពទៀតហើយបើខ្ញុំនៅតែគិតចឹងទៀតជីវិតខ្ញុំវានឹងពិបាកដោយសារលុយត្រូវទទួលស្គាល់ថាវាជារបស់មួយដែលនឹងនាំឲ្យមនុស្សម្នាក់គាត់មានឥទ្ធិពលនៅក្នុងសង្គមបើសិនជាគាត់ចង់ផ្លាស់ប្ដូរអីមួយនៅក្នុងសង្គមគាត់ត្រូវមានលុយដើម្បីជួលបុគ្គលិកជួល space ហើយធ្វើម៉េចឲ្យមានលុយចឹងជីវិតមាននឹងពិបាកបើសិនជាអត់ហើយអត់អាចរំពឹងថាពិភពលោកគឺ fair បានទេអ្នកនេះមើលខ្ញុំទំអានដឹងថា Oppenheimer គាត់ធ្វើ atomic bomb បើអ្នកអត់ដឹងប៉ុន្តែនៅពេលដែលគាត់ស្លាប់ទៅគាត់មានលុយទៅតាមប្រហែលលានដូចជាប្រហែលលានខ្ញុំភ្លេចបាត់ហើយប៉ុន្តែវាអត់ស័ក្តិសមដោយសារគាត់ធ្វើ atomic bomb មួយទាំងមូលហេតុអីមិនគាត់មានលុយទៅប៉ុណ្្នឹងហើយគេហៅរឿងគាត់ទៅរដ្ឋអាមេរិកហ្នឹងហៅរឿងគាត់រឿងកុម្មុយនីសរឿងអីចឹងខ្ញុំគិតថាអូខេអ្នកវិទ្យាសាស្ត្រហើយនឹងទស្សនវិទូអីហើយអ្នកធ្វើcraft ហើយចឹងពួកគាត់ដូចមើងងាយលុយប៉ុន្តែសម្រាប់ខ្ញុំគិតថាអានឹងវាជាចំណុចខ្សោយរបស់ពួកគាត់មួយពួកគាត់គួរតែចំណាយពេលវេលាដើម្បីទៅរកលុយពីព្រោះចុងក្រោយទៅបើពួកគាត់អត់រកគឺវានឹងធ្លាក់ទៅដល់ដៃអ្នកផ្សេងចឹងយូរទៅខ្ញុំក៏មើលមកជីវិតខ្ញុំវិញថាអូខេតើវាខ្ញុំត្រូវដើរទៅមុខមិនទៀតចឹង